Hello តើគ្នាជួយជាមួយខ្ញុំភីងការម្ដងទៀតហើយហើយនៅប៉ុណ្ណឹងខ្ញុំនឹងមកប្រាប់តើគ្នាពីរបៀបយើងបង្កើត NPC ហើយយើងនឹងដាក់ World ចូលនៅក្នុង NPC នឹងតែម្ដងដោយតើគ្នាដាក់ហើយនៅពេលដែលគេចុចទៅហ្នឹងគឺ teleport ទៅដល់ World ផ្សេងតែម្ដងដែល World ហ្នឹងយើងបង្កើតហើយដាក់ឈ្មោះបានតាមចិត្តតើគ្នាចង់ដាក់ map blue map pink ឬមួយក៏ចង់ map អីទៅស្អីទៅចិត្តតើគ្នាទេហើយដូចតែដល់អញ្ចឹងតើគ្នាកុំភ្លេចចុច like subscribe ខ្ញុំម្នាក់មួយផងណាគ្នាយើងគាត់ចូលមកក្នុង Internet server របស់យើងមកដើម្បីយើង download plugin ខ្លះៗដោយ plugin ហ្នឹងគឺយើងត្រូវ down តែ2ទេតើគ្នាដើម្បីយើងធ្វើ teleport ទៅ world ហ្នឹងទី1គឺ placeholder API នេះហើយមួយទៀតហ្នឹងគឺ set NPC តើគ្នាដើម្បីយើងយកមកធ្វើ NPC ហ្នឹងឯងហើយមាន plugin មួយចំនួនដែលខ្ញុំបានដាក់ឲ្យតើគ្នា down ដោយសារតែយើង down នៅក្នុងវីដេអូមុនហើយតើគ្នាដូចជា Lakper Multiverse Coin ហ្នឹងគឺយើង down នៅក្នុងវីដេអូមុនហើយអស់ហើយអញ្ចឹងយើងអត់ត្រូវការ down ទៀតទេបន្ទាប់ពីយើងបាន download plugin ទាំងអស់ហ្នឹងបានហើយតើគ្នាបើសិនជាកំពុងតែ online server គឺ restart server មកប៉ុន្តែបើសិនជាអត់ទាន់បើកទេគ្រាន់តែចុចបើកធម្មតាមកគឺបានហើយបើ restart អីទេអូខេឥឡូវហ្នឹងខ្ញុំបានចូលមកដល់ក្នុង server ហើយតើគ្នារកមើលកន្លែងណាមួយដែលយើងសមរម្យគួរនឹងដាក់ set NPC ហ្នឹងទៅខ្ញុំរកមើលកន្លែងសិនហើយខ្ញុំចង់ដាក់នៅកន្លែងនេះតើគ្នានៅមុខ portal ហ្នឹងហើយតើគ្នាត្រូវតែសេរីឈរឲ្យចំកណ្ដាលមកនិយាយទៅយើងឈរបែរទៅខាងណាក៏បានដែរសំខាន់ដូចតែយើងឈរចំចំណុចកណ្ដាលដែលយើងចង់ដាក់អញ្ចឹងណាបន្ទាប់ពីឃើញថាប៉ុណ្ណឹងមកល្មមហើយតើគ្នាវាយតាមខ្ញុំមក /set npcs ដកគ្នាហើយ create ហើយដក clear ទៀតអាកន្លែងហ្នឹងគឺយើងត្រូវដាក់ ID តើគ្នាយើងអាចដាក់ជាលេខ1លេខ2លេខ3អញ្ចឹងទៅសំខាន់តែយើងចាំខ្លួនឯងតើគ្នាដាក់បានតែលេខណាដាក់អក្សរវាអត់ឲ្យទេហើយដក clear ទៀតមកវានឹងឲ្យយើងរើសវាមានជាច្រើនមានទៅប្រភេទសត្វប្រភេទអីអញ្ចឹងណាតើគ្នាបើសិនជាចង់ដាក់មនុស្សតើគ្នាទៅសេពាក្យថា player ឬក៏ចង់ដាក់ជ្រូកវាយ pig ដាក់គោវាយ cow ឬមួយក៏ chicken មាន់នេះអញ្ចឹងណាតើគ្នាដាក់តាមហ្នឹងមកតែនៅក្នុងវីដេអូហ្នឹងគឺខ្ញុំចង់ដាក់ animal អញ្ចឹងហើយគឺខ្ញុំទៅសេ animal អញ្ចឹងទៅដក clear មួយទៀតហ្នឹងគឺយើងត្រូវដាក់ឈ្មោះឲ្យវាចេញនៅលើក្បាល set NPC ហ្នឹងអញ្ចឹងណាតើគ្នាតែត្បូងអញ្ចឹងតើគ្នាមិនទៅសេអីច្រើនទេទៅសេអីទៅសេទៅឲ្យតែរួចពីដៃសិនទៅកុំតណាខ្វល់ឡើយហ្នឹងដូចខ្ញុំដាក់អត់ចង់អញ្ចឹងទៅនិយាយទៅយើងទៅសេឲ្យតែរួចពីដៃទៅយើងកែតាមក្រោយបានទៅសេឲ្យតែប៉ុណ្្នឹង enter មកតើគ្នាយើងនឹងបាន set NPC មួយហើយឃើញយើងឃើញអក្សរអត់ចង់នៅលើក្បាលវាតែយើងមិនចង់ដាក់អញ្ចឹងទេតើគ្នាយើងចង់កែវាត្រូវអត់ចឹងឯងតើគ្នាមានន័យបាក់ទេយើងគ្រាន់តែវាយពាក្យថា /set npcs តតែហ្នឹងមកហើយយើងដក clear បន្ទាប់មកទៀតគឺយើងដាក់ពាក្យ line ដក clear មកទៀតគឺយើងដាក់ ID របស់ set NPC របស់យើងហើយដក clear មកបន្តទៀតកន្លែងនេះកន្លែងដែលយើងត្រូវ design ដើម្បីឲ្យវាចេញអក្សរមកបែបម៉េចអញ្ចឹងណាតើគ្នាឥឡូវខ្ញុំនឹងដាក់ឧទាហរណ៍ឲ្យតើគ្នាមើលដូចខ្ញុំចង់បានពណ៌បៃតងហើយពណ៌បៃតងហ្នឹងគឺខ្ញុំចង់បានបែបដិតទៀតដែលអក្សរតំណាងឲ្យដិតហ្នឹងគឺអក្សរ L នេះតើគ្នាតំណាងឲ្យដិតណាហើយពណ៌បៃតងហ្នឹងគឺវាអក្សរ A ហ្នឹងអញ្ចឹងមានន័យថាយើងដាក់អក្សរ A ពណ៌បៃតងចង់បានដិតគឺយើងដាក់ L នៅពីមុខហ្នឹងមកគឺវានឹងចេញពណ៌ដិតហើយនិយាយទៅតើគ្នាបើសិនចង់ដាក់ពណ៌អីគឺគ្រាន់តែដាក់វាអញ្ចឹងមកបើចង់បានដិតគ្រាន់តែថែម L នៅពីមុខអាហ្នឹងវាតែប៉ុណ្្នឹងឯងចង់បានពណ៌លឿងដាក់ E ឬមួយក៏ចង់បានពណ៌អីផ្សេងដាក់តាមអក្សរតាមកូដវាទៅសម្រាប់តារាងពណ៌ខ្ញុំនឹងដាក់ឲ្យតើគ្នាមើលនៅលើហ្នឹងខ្លះហើយតើគ្នាអាចទៅ search មើលនៅក្នុង Google បានគ្រាន់តែវាយពាក្យថា color code Minecraft ប៉ុណ្ណឹងនៅគឺវានឹងចេញមកឲ្យគ្នាយើងបន្ទាប់ពីយើងរៀបចំពណ៌ហើយនឹងតើគ្នាសេអក្សរអីក៏បានដែរនៅខាងមុខហ្នឹងគឺវានឹងចេញពណ៌ដូចយើងកំណត់នៅមុខហ្នឹងហើយបើសិនជាយើងចង់ដក clear ហាមចុចដក clear ធម្មតាតើគ្នាត្រូវតែប្រើសញ្ញាមួយនេះដោយសារតែអាសញ្ញាដក clear នៅក្នុងកូដក្នុង Minecraft ហ្នឹងនៅពេលយើងដក clear ស្មើនឹងយើងចុះបន្ទាត់ទៅក្រោមចឹងហើយតើគ្នាបើសិនជាចង់ចុះបន្តទៅក្រោមចាំយើងចុច space ដក clear ប៉ុន្តែបើសិនជាយើងចង់ឲ្យវាដក clear នៅលើអក្សរតើគ្នាប្រើសញ្ញាដកហ្នឹងមកគឺវាដក clear លើអក្សរហើយប្រហែលជាតើគ្នាស្ដាប់ខ្ញុំនិយាយកន្លែងទៅដូចជាអត់សូវយល់ទេតែឥឡូវចាំមើល resource សិននៅពេលដែលខ្ញុំទៅសេឲ្យអស់ហើយខ្ញុំ enter ទៅខ្ញុំនឹងប្រាប់តើគ្នាហ្មងថាអាហ្នឹងវាតំណាងឲ្យកន្លែងណាខ្លះអញ្ចឹងទៅកន្លែងហ្នឹងតើគ្នាអាចដាក់ជាឈ្មោះ map តើគ្នាទៅអាចដាក់ពាក្យថា click to join ឬមួយក៏ដាក់ពាក្យអីផ្សេងអញ្ចឹងទៅខ្ញុំគ្រាន់តែដាក់ថាមកទៅ map blue ហើយនៅខាងក្រោមហ្នឹងខ្ញុំនឹងដាក់ player online តើគ្នាឃើញអត់ទេបើសិនយើងចង់ឲ្យវាដក clearយើងដាក់សញ្ញាហ្នឹងហើយយើងបាយវា online មកហើយបើកវងកញ្ចក់សម្រាប់កន្លែងវងកញ្ចក់ហ្នឹងផងដែរគឺខ្ញុំចង់ឲ្យវាចេញមកពណ៌សអញ្ចឹងគឺខ្ញុំដាក់អក្សរ F បើសិនជាខ្ញុំអត់កំណត់ពណ៌នៅខាងមុខហ្នឹងទេវានឹងចេញពណ៌ដូចអក្សរ player online ហ្នឹងហើយតើគ្នាដល់កន្លែង player online ហ្នឹងខ្ញុំកំណត់អក្សរ C ហ្នឹងគឺវាចេញពណ៌ក្រហមអញ្ចឹងបើសិនជាខ្ញុំមកដាក់អក្សរ F នៅខាងមុខវងកញ្ចក់ហ្នឹងទេអាកន្លែងវងកញ្ចក់ហ្នឹងក៏វាចេញពណ៌ក្រហមដែរតែខ្ញុំចង់បានពណ៌សខ្ញុំក៏បានដាក់ពណ៌សនៅកន្លែងពីមុខវាយើងចូលមកដល់កន្លែងក្នុងវងកញ្ចក់ហ្នឹងគឺយើង
យើងចង់ដាក់លេខ player online មានម៉ានៈត្រូវអត់តើគ្នាអញ្ចឹងហើយអាហ្នឹងគឺវាតាក់ទងជាមួយនឹង placeholder អាហ្នឹងខ្ញុំបានធ្វើទុកព្រោះខ្ញុំ copy ផាសហ្មងទៅខ្ញុំនឹងបញ្ចូលតើគ្នាមួយដល់អសនៅក្នុងវងកញ្ចក់ហ្នឹងគឺវាចេញមកតែ2លេខទេតើគ្នាអាត្បូងគេហ្នឹងគឺចេញចំនួន player កំពុង online ហើយមួយទៀតហ្នឹងគឺជា slot player ដែលយើងកំណត់ឲ្យថាគេអាចចូលលេងបានម៉ានៈអញ្ចឹងណាឧទាហរណ៍ថាសម្រាប់តើគ្នាបើកឲ្យគេលេងចូលបានតែ20នាក់ទេវានឹងលោតមក20បើកឲ្យ100វានឹងចេញ100បើកឲ្យ200វានឹងចេញ200មកអូតូតែម្ដងហើយណាកន្លែងនេះនៅពេលដែល player ចុចចូលទៅក្នុង map ហ្នឹងគឺយើងនឹងឃើញថានៅក្នុង map ហ្នឹងមាន player online ម៉ានៈតើគ្នានេះអា server online នៅខាងមុខហ្នឹងគឺវាយតាមខ្ញុំមកប៉ុន្តែកន្លែង PVP Green ហ្នឹងតើគ្នាគ្រាន់តែបដូរទៅជា map របស់យើងដូចតើគ្នាមាន map blue អីគឺយើងលុបអា PVP Green ហ្នឹងចោលគឺយើងទៅសេពាក្យថា map blue មកវិញមកតែប៉ុណ្្នឹងគឺវានឹងចាប់យក player online នៅក្នុង server នៅក្នុង map យើងហ្នឹងហើយតែកន្លែងឈ្មោះ map ហ្នឹងតើតែយើងបង្កើតសិនមិនវាដំណើរការតើគ្នាអញ្ចឹងឯងអាហ្នឹងយើងគ្រាន់តែកម្រងទុកមុនទៅថា world របស់យើង map របស់យើងហ្នឹងដាក់ឈ្មោះអីតើគ្នាដាក់ឈ្មោះហ្នឹងដែរមកពេលដែលយើងគិតថាប៉ុណ្ណឹងគឺវាត្រឹមត្រូវហើយតើគ្នា enter មកឃើញអត់វានឹងចេញមកហើយនេះឃើញប៉ុណ្ណឹងតើគ្នាអាចនឹងយល់ហើយដល់កន្លែងពាក្យមកទៅនេះតើគ្នាឃើញអត់គឺខ្ញុំដាក់សញ្ញាដកនៅកណ្ដាលហ្នឹងគឺវាស្មើនឹងដក clear ហើយតើពេលពាក្យមកទៅហើយនឹង map blue ហ្នឹងគឺខ្ញុំចុចដក clear ធម្មតាវាចុះបន្ទាត់មកក្រោមអូខេប៉ុណ្ណឹងគឺខ្ញុំសង្ឃឹមថាតើគ្នានឹងយល់នៅកន្លែងហ្នឹងណាហើយនៅកន្លែងនេះនេះឃើញអត់អាកន្លែង online មួយក្នុង20ដោយសារតែ server ហ្នឹងគឺខ្ញុំដាក់20នាក់ដល់ពេលអញ្ចឹងទៅបានវាចេញនៅក្នុង20ហ្នឹងដល់មកទៀតយើងឃើញថា set NPC យើងហ្នឹងគឺវាថ្មឹងឡើងដូចរូបចម្លាក់តែម្ដងអញ្ចឹងហើយតើគ្នាចង់ឲ្យវាមានចលនាយើងគ្រាន់តែវាយពាក្យថា /set NPC s ហ្នឹងមកដក clear ហើយវាយពាក្យថា toggle បន្ទាប់មកដក clear ទៀតយើងដាក់ ID របស់ set NPC យើងតើគ្នាហើយដក clear ទៀតមកយើងយកពាក្យថា log ដើម្បីឲ្យវាតាមមើលយើងអញ្ចឹងណាតើគ្នាកុំឲ្យវានៅស្ងៀមដូចរូបចម្លាក់ពេកហ្នឹងតែប៉ុណ្្នឹងមកគឺវាតាមមើលយើងដូចត្រូវស្នេហ៍អញ្ចឹងអូហើយមួយទៀតបើសិនជាគ្នាយើងកន្លែង player online នឹងអត់ចេញលេខទេតើគ្នាគ្រាន់តែយើង download placeholder មកតើគ្នាវាយតាមខ្ញុំដល់យើងគ្រាន់តែវាយពាក្យថា /puppy ហើយដក clear e-cloud ដក clear ទៀត download ហើយមួយទៀតគឺយើងវាយពាក្យថា server តែប៉ុណ្្នឹងតើគ្នា enter មកហើយមួយទៀតគឺយើងត្រូវវាយពាក្យថា /puppy reload ហើយតើគ្នា enter ទៅប៉ុណ្ណឹងគឺវានឹងចេញលេខឲ្យយើងឃើញហើយមកឥឡូវយើងធ្វើការបង្កើត wall ដើម្បីដាក់ចូល set NPC នឹងតែម្ដងតើគ្នាគ្រាន់តែ /mvc ដក clear ហើយវាយឈ្មោះ wall របស់យើងមកតើគ្នាចង់ដាក់ wall ឈ្មោះអីហើយតើគ្នាវាយដូចឈ្មោះ wall ដែលយើងដាក់នៅកន្លែង set NPC មិញមកអាកន្លែង wall ខ្ញុំប្រាប់ដោយមិនហ្នឹងគឺខ្ញុំដាក់ map blue ឡើយហ្នឹងខ្ញុំក៏ដាក់ map blue ដែរហើយតើគ្នាអាច design ថាដាក់អក្សរតូចអក្សរធំបានណាកន្លែងឈ្មោះហ្នឹងណាក៏ប៉ុន្តែកន្លែងមិញត្រូវតែសរសេរអក្សរទូចទាំងអស់តែម្ដងហើយកន្លែងដែលខ្ញុំដាក់ normal ហ្នឹងគឺខ្ញុំបង្កើត wall បែបធម្មតាតើគ្នា wall ហ្នឹងគឺវាមានច្រើនប្រភេទមានទាំងប្រភេទ net ដល់មានទាំង end ឬមួយក៏ប្រភេទ flat អីចឹងទៅតែនេះគឺខ្ញុំចង់បានបែប survival ធម្មតាអញ្ចឹងហើយខ្ញុំក៏បានដាក់ normalចឹងហើយតើគ្នាចង់បង្កើតបាត់ survival នេះដឹងដាក់ធម្មតាអញ្ចឹងដូចខ្ញុំមកតែប៉ុណ្្នឹងយើងគ្រាន់តែ enter ប៉ក់មកនឹងទទួលបាន wall មួយតើគ្នាប៉ុន្តែយើងគ្រាន់តែចាំវាបន្តិចទៅចាំឲ្យវា load ពាក្យ complete សិនចាំយើងធ្វើទៅបន្តទៀតអូខេឥឡូវវាបាន complete ហើយតើគ្នាយើងនឹងធ្វើការដាក់ wall នឹងចូលទៅក្នុង set NPC យើងតែម្ដងហើយដើម្បីដាក់នឹងគឺមានអីបាត់ទេតើគ្នាគ្រាន់តែចុចពាក្យថា /set NPC s ហើយដក clear action ដក clear ទៀតមកដាក់ ID របស់ set NPC របស់យើងហើយទៅសេពាក្យថា add ដក clear ទៀតមក CMD ដក clear ទៀត MVTP ដក clear ហើយដាក់ឈ្មោះ wall របស់យើងតើគ្នា wall ឈ្មោះអីដាក់ឈ្មោះនឹងមកតែប៉ុណ្្នឹង enter ទៅគឺយើងនឹងអាចចូលទៅបានហើយគ្នាឃើញពាក្យថា done នៅខាងគៀននេះអត់អញ្ចឹងមានន័យថាយើងអាចចុចទៅលើវាបានហើយតើគ្នាគ្រាន់តែចុចមកគឺយើងមកដល់ wall ផ្សេងតែម្ដងឃើញអត់នេះក៏ប៉ុន្តែអានេះដោយសារតែយើងជា OP អញ្ចឹងហើយទើបយើងអាចចុចចូលមកក្នុងនឹងបានតើគ្នាតែបើសិនជា player ធម្មតាគាត់ចូលមកចុចហ្នឹងគឺចុចអត់បានទេវាត្រូវការ permission ខ្លះអញ្ចឹងហើយ permission ហ្នឹងគឺយើងត្រូវដាក់នៅក្នុង plugin lock perm តើគ្នាហើយដើម្បីយកហ្នឹងយើងគ្រាន់តែចុចពាក្យថា /lp.clear editor តែប៉ុណ្្នឹងមកតើគ្នាតែប៉ុណ្្នឹងវានឹងមាន link មួយឲ្យយើងចុចទេតើគ្នាគ្រាន់តែ copy link ហ្នឹងមកហើយយើងយកមកផាសនៅក្នុង Google Chrome នៅពេលដែលយើងផាសហើយហ្នឹងតើគ្នាគឺវានឹងចេញមកតម្រង់បែបនេះហើយបើសិនជាវា load ចេញមកហ្នឹងតើគ្នាខ្វែងវាសិនទៅគឺយកត្រូវការអីទេអាហ្នឹងយើងមកមើលកន្លែងគ្រប់នេះហើយយើងយកពាក្យ default ហើយកន្លែងហ្នឹងគឺយើងត្រូវ add permission តើគ្នាបើសិនជាអត់ដឹង add អីគ្រាន់តែមើលតាមអក្សរបៃតងដែលវា load មកមិញហ្នឹងមក
មានប្រមាណដាក់ចូលទាំងអស់មកហើយចាំបន្ថែមpermission spawn ចុច spawn នេះមួយផងបងប្អូនគ្នានៅពេលដែលយើងរក permission ទាំងអស់ហ្នឹងហើយបងប្អូនគ្នាកុំភ្លេចចុចពាក្យថា add នៅខាងគៀននេះផងប្រយ័ត្នថាវាអត់ចូលបន្ទាប់ពីយើងគិតថាប៉ុណ្ណឹងគឺវាអស់ហើយបងប្អូនគ្នាចុចពាក្យ save នៅខាងលើហ្នឹងមកវានឹង load link មួយមកហើយបងប្អូនគ្នាគ្រាន់តែចុចលើហ្នឹងគឺវា copy ស្រាប់ហើយយើងចូលមកក្នុង game យើងវិញគ្រាន់តែ pass link នឹងឲ្យ enter ទៅរួចជាការស្រេចតែម្ដងបងប្អូនគ្នា player ធម្មតាហ្នឹងគឺគាត់អាចនឹងចុចបានហើយឥឡូវនេះខ្ញុំធ្វើការ DOP ខ្លួនឯងដើម្បីឲ្យខ្ញុំខ្លាចជា player ធម្មតាចង់ដឹងថាខ្ញុំហ្នឹងគឺអាចចុចបានអត់អូខេតែប៉ុណ្្នឹងគឺខ្ញុំខ្លាចជា player ធម្មតាហើយខ្ញុំនឹងធ្វើការចុចចូលតែម្ដងនេះឃើញអត់បងប្អូនគ្នាគឺខ្ញុំអាចចុចចូលបានអញ្ចឹងហើយមានន័យថាអ្នកដែលគាត់ចូលលេងមកក្រោយៗហ្នឹងគាត់ក៏អាចចុចចូលបានដែរអូខេសរុបមកវីដេអូហ្នឹងក៏មានតែប៉ុណ្្នឹងដែរបងប្អូនគ្នាបើសិនជាអត់យល់ត្រង់ណាអាច comment នៅខាងក្រោមបានណាបើសិនជាខ្ញុំមានពេកខ្ញុំនឹងចូលទៅ reply បងប្អូនគ្នាតែម្ដងហ្នឹងហើយបាយបាយជួបគ្នាវីដេអូក្រោយទៀតណា